បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកម្មវិធីមួយដែលជាកម្មវិធីបញ្ចូលការទូរស័ព្ទក្នុងប្រព័ន្ធសម្រាប់បងប្អូនដែលរស់នៅប្រទេសកូរ៉េហើយកម្មវិធីបញ្ចូលការទូរស័ព្ទនេះអាចប្រើប្រាស់បានគ្រប់ប្រព័ន្ធនៅប្រទេសកូរ៉េទាំងអស់ហើយកម្មវិធីនោះមានឈ្មោះថា Paybox ហើយកម្មវិធី Paybox នោះយើងអាចចូលទៅ download បានសម្រាប់ Android phone នៅក្នុង Play Store ហើយសម្រាប់iPhone iOS នោះគឺនៅក្នុង App Store ហើយបើបងប្អូនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android យើងអាចចូល download បាននៅក្នុង Play Store យើងចូលមកកាន់ Play Store យើងវាយពាក្យ Paybox P A Y B O H យ៉ាខុសសំទោស H ខុសទាំងនោះទៀត B O H បាទ Paybox ហើយយើងចុចខាងលើនេះមកចង់និយាយថាកម្មវិធី Paybox នេះគឺវាមាន2យើងត្រូវ download អាក្រហមមកពណ៌នេះពណ៌ពណ៌ខែពណ៌ស្លាទុំចេះបាទមិនមែនខាងក្រោមទេគឺខាងលើនេះហើយយើងចុច install មកចុច access បាទចិត្តពេញហើយបាទនៅពេលដែលយើងដំឡើងរួចរាល់ហើយយើងចូលមកបើកមកបាទវាមានទម្រង់បែបនេះហើយយើងជ្រើសរើសភាសាខ្មែរហើយចុចអូខេហើយអ្នកណែនាំនេះយើងត្រូវចុច0168ហើយចុចពាក្យកិច្ចព្រមព្រៀងនិងយល់ព្រមដំឡើងបាទកន្លែងនេះយើងចុចគ្រីសមកហើយចុចខ្វែងបាទហើយសម្រាប់កម្មវិធីនេះគឺបញ្ចូលកាតទូរស័ព្ទនៅក្នុងប្រទេសកូរ៉េផងយើងអាចបញ្ចូលកាតនេះសម្រាប់បញ្ចូលកាតក្នុងប្រទេសហើយនេះយើងបញ្ចូលកាតទៅក្រៅប្រទេសសម្រាប់អ្នកនៅខ្មែរគឺយើងអាចបញ្ចូលបានអញ្ចឹងនៅពេលនេះចង់បង្ហាញបងប្អូនពីរបៀបចូលកាតនៅក្នុងប្រទេសកូរ៉េសិនអញ្ចឹងយើងចុចចូលមកបើយើងចង់បញ្ចូលកាតទូរស័ព្ទរបស់យើងហើយលេខទូរស័ព្ទខាងលើនេះគឺមានស្រាប់អញ្ចឹងទឹកប្រាក់ 10000 វ៉ុន កន្លែងនេះគឺយើងត្រូវដាក់លេខកាតខាងក្រោយរបស់យើងវាមាន16ខ្ទង់អញ្ចឹងជាឧទាហរណ៍ខ្ញុំដាក់លេខកាតចូលទៅបាទកន្លែងនេះគឺនៅក្រោយកាតធនាគាររបស់យើងគឺមានខែហើយនឹងឆ្នាំផុតកំណត់នៃកាតអញ្ចឹងបើសិនជាយើងផុតកំណត់ឧទាហរណ៍ខែ1 2025អញ្ចឹងទៅបាទហើយកន្លែងនេះគឺលេខសម្ងាត់កាតពីខ្ទង់ខាងមុខឧទាហរណ៍បើលេខសម្ងាត់កាតរបស់យើង1234អញ្ចឹងបានន័យថា1234អញ្ចឹងលេខខាងមុខគឺលេខ12ជាដាក់លេខ12មកនេះគ្រាន់តែជាឧទាហរណ៍ដើម្បីឲ្យបងប្អូនងាយយល់ហើយនៅកន្លែងនេះគឺឆ្នាំថ្ងៃខែកំណើតនៅខាងមុខ ID card របស់យើងដូចតែរូបគេបានបង្ហាញអញ្ចឹងយើងដាក់មកអញ្ចឹងបើកើតឆ្នាំ90ឬក៏ឆ្នាំ91 92 93យើងដាក់តាមនឹងមក91ខែ1 01អញ្ចឹងទៅបាទបន្ទាប់មករួចរាល់ហើយគឺយើងចុចអូខេ
បាទមុនហ្នឹងខ្ញុំនិយាយពីការបញ្ចូលការទូរស័ព្ទនៅក្នុងប្រទេសខាងនេះខាងឆ្វេងដៃហើយខាងស្ដាំដៃនេះគឺបញ្ចូលការទូរស័ព្ទទៅខាងក្រៅប្រទេសបាទយើងចង់បញ្ចូលការទូរស័ព្ទទៅអ្នកនៅខ្មែរហើយសម្រាប់ការបញ្ចូលការទៅក្រៅប្រទេសនេះគឺបានតែពីរប្រព័ន្ធទេគឺប្រព័ន្ធ Cell card ហើយនិង Mid phone បាទទៅមើលពីរបៀបបញ្ចូលនេះគ្រាន់តែខ្ញុំជាលើកឧទាហរណ៍ទេបាទអញ្ចឹងយើងជ្រើសរើសកម្ពុជាមកបាទបន្ទាប់មកយើងចុចសញ្ញាព្រួយនេះសុំទោស ខុសយើងដាក់លេខទូរស័ព្ទសិនបាទដាក់លេខទូរស័ព្ទនៅខ្មែរសិនអញ្ចឹងបានទៅ Cell card និង Mid phone ខ្ញុំដាក់ Cell card មុនជាឧទាហរណ៍ហើយចុចសញ្ញាព្រួយបាទបើយើងចង់បញ្ចូល$3ក៏បញ្ចូលទៅមានជម្រើសតាមនឹងទាំងអស់មកហើយបន្ទាប់មកកន្លែងនេះគឺលេខកាត16ខ្ទង់ខាងក្រោយកាតធនាគារ ATM របស់យើងឧទាហរណ៍ដាក់ចូលមកហ្នឹងហើយកខាងកន្លែងនេះគឺខែផុតកំណត់ឧទាហរណ៍ខែ2អញ្ចឹង2024កន្លែងនេះលេខសម្ងាត់2ខ្ទង់ខាងមុខកាតឧទាហរណ៍លេខសម្ងាត់កាតខ្ញុំ1234អញ្ចឹងលេខខាងមុខគឺលេខ12អានេះគឺនៅខាងមុខ ID card យើងថ្ងៃខែឆ្នាំកំណើតអញ្ចឹងឧទាហរណ៍91 01 01បន្ទាប់មកយើងចុច OK ដល់ពេលយើងចុច OK ហើយគឺគេបញ្ចេញទៅមកផ្ទាំងទៀតគឺគេបញ្ជាក់យើងថាឲ្យយើងពិនិត្យមើលពិតជាត្រឹមត្រូវលេខទូរស័ព្ទហើយនឹងកាតយើងត្រឹមត្រូវយើងចុច OK ទៅគឺបញ្ចូលកាតទូរស័ព្ទទៅឲ្យអ្នកនៅខ្មែរដោយស្វ័យប្រវត្តិបាទខ្ញុំធ្លាប់បញ្ចូលបាននៅខ្មែរគឺប្រព័ន្ធ Share card ហើយកន្លែងនេះចង់ប្រាប់ថា Mid phone ក៏អាចបញ្ចូលបានដែរបាទនេះ97 Mid phone គឺបានដូចគ្នាហើយបើសម្រាប់ Smart អត់បានទេប្រព័ន្ធ Smart Ctel អីហ្នឹងគឺអត់បានទេនេះ Smart ណា010ណាគឺចុចអត់មានចេញទឹកប្រាក់កន្លែងនេះទេអត់មានចេញទេទឹកប្រាក់កន្លែងនេះអត់ចេញទេបាទហើយវាផ្ដល់ភាពងាយស្រួលដល់យើងល្អកម្មវិធីនេះហើយបើយើងចង់បញ្ចូលការទូរស័ព្ទទៅឲ្យអ្នកនៅខ្មែរមនុស្សទីស្រឡាញ់របស់យើងអាចប្រើប្រាស់កម្មវិធីនេះបានបាទហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណជម្រាបលា